ប្តីនឹងប្រពន្ធរឿងប្តីនឹងប្រពន្ធគិតល្អិតល្អន់មិនធម្មតាអ្នកគ្រប់គ្រងគ្រឹះមានសិលាកល្យាណធម៌ទើបបានសេចក្តីសុខចាក់ផុតទុកយ៉ាងបវរប្រតិបត្តិតាមផ្លូវធម៌សុខសាន្តល្អនាលោកីធម្មតាពុទ្ធជនរឿងស្រាធ្ងន់ជួនប្រពៃជួនអាក្រក់ក្រាស់ក្រៃព្រោះអាស្រ័យរោគផ្លូវចិត្តប្តីប្រពន្ធរស់នៅមានខុសត្រូវករណីពិតហេតុសុខទុក្ខជីវិតរឿងស្នេហ៍ស្និទ្ធរឿងកម្រភារៈកិច្ចដោយឡែកប្រពន្ធចែកខាងដាំស្លបោកគក់ឲ្យបានល្អផ្ទះសំបែងត្រូវសម្អាតចិត្តថ្លើមត្រូវទូលាយនិងសប្បាយកបបីឆ្លាតសំដីកុំក្រោតក្រៀនលបែងដាច់ខាតកុំប្រព្រឹត្តញាតិមិត្តរបស់ប្តីគួរគបបីចេះក្រែងចិត្តស្មោះត្រង់និងសុចរិតញាតិឆ្ងាយចិត្តត្រូវប្រណិប័តឯប្តីត្រូវឧស្សាហ៍រោគទ្រព្យព្យាដោយហ្មត់ចត់អបាយមុខកំចាត់គ្រឿងញៀនទាត់ចោលឲ្យឆ្ងាយធ្វើខ្លួនជាប្តីល្អពុកបវរឥតខ្វល់ខ្វាយចិត្តថ្លើមគួរទូលាយនិងភរិយាព្រមទាំងកូនសំដីត្រូវពីរោះកុំលេះលោះពាក្យរលូនផលបុណ្យនឹងជួយជូនទុកទូមានបុត្រភរិយាយើងជាប្តីប្រពន្ធខុសស្រាលធ្ងន់យោគយល់គ្នាកុំរំលោភបំពាយល់ចិត្តគ្នាដឹងហេតុផលកុំចេះតាមចិត្តឯងត្រូវកោតក្រែងហើយពន្យល់ឲ្យប្រពន្ធអស់ឆ្ងល់រំលឹកដល់គុណល្អល្អប្រសិនបើមានវិវាទសួររោគហេតុអ្នកបង្កបើយើងពិតជាល្អស្រ័យចំហឲ្យឃើញស្ដែងបើរឹកប្តីគំរក់យកលមុខមកលៀបលេងខុសត្រូវសំដែងសារភាពលេងប្រព្រឹត្តទៀតឧបសគ្គដែលសំខាន់ព្រោះប្រកាន់ចិត្តចង្អៀតរឹងរុះរើសមេយាទចិត្តក្រោតក្រៀតខ្វះមេត្តាធัวនេះនាំបែកបាក់ខូចខាតលក្ខគ្មានប្រាថ្នាអំពើល្អកោការស់ចូលគ្នាឥតអំពើធ្វើការតែងមានខុសអត់កំហុសអ្នកមិនធ្វើអ្នកខ្លះមិនអើពើជាទង្វើខុសវិន័យអ្នកដែលមានកំហុសច្រើនបន្ទោសអ្នកដទៃលុះមានគុណតម្លៃឆ្នៃយកមកដាក់ខ្លួនឯងជនខូចសុខភាពផ្លូវចិត្តគួរត្រូវចេះចាត់ចែងកែខ្លួនកុំវង្វេងក្រែងគ្រួសារនឹងបានសុខគូប្តីប្រពន្ធណាបើត្រូវការរំដោះទុក្ខយកគុណធម៌ប្រមុខទុកជាស្ពានឆ្លងទៅមកជីវិតគូស្នេហ៍ស្និទ្ធនៅជាប់ចិត្តដូចរលកទោះត្រូវខ្យល់បក់បោកហើយយល់យកមិនបែកគ្នាឬមួយប្រៀបដូចផ្លូវដែលរយនៅត្របកផ្កាកុលាបផងបុប្ផាគឺមង្គលនៃជីវិតកំណាព្យនេះដកស្រង់ចេញអំពីសៀវភៅកម្រងកំណាព្យរាជធានីភ្នំពេញថ្ងៃសុក្រទី5 ខែមីនាឆ្នាំ2004ដោយអ្នកនិពន្ធទេពសាបាន